ខេសួស្តីទាំងអស់គ្នាអញ្ចឹងយើងស្វាគមន៍ចូលមកកាន់មេរៀនបន្ទាប់របស់យើងណាអញ្ចឹងដូចដែលបងបាននិយាយអញ្ចឹងតកតងជាមួយនឹងមេរៀនគឺយើងយល់អស់ហើយឥឡូវយើងចូលដល់មកការវិភាគជាទូទៅថ្ងៃមុនបងបានចេញតកតងជាមួយនឹងការវិភាគការប្រើប្រាស់ទៅលើ trading view ថ្ងៃនេះបងមកបង្ហាញពីការចាប់តែគាត់លើសដំបូងទេតែអ្នកថ្មីថ្មោងគាត់អាចមើលបានអញ្ចឹងតកតងជាមួយនឹងការចាប់គឺយើងអាចចាប់នៅលើ iPad ឬក៏កុំព្យូទ័រនៅលើទូរស័ព្ទដៃគឺយើងប្រើប្រាស់បានទេបងបញ្ជាក់ឲ្យបញ្ជាក់ទៀតបើសិនជាយើងចង់រៀនឬចង់ចេះវិភាគយើងអាច set up កុំព្យូទ័រឬក៏ទិញ iPad មួយទៅដើម្បីរៀនវិភាគរៀនអីចឹងណាអូខេអញ្ចឹងឥឡូវយើងចូលមកដល់ការវិភាគក៏ដូចជាការគូសរបស់យើងថាមុនដំបូងយើងមើលទៅលើអីគេមុននឹងយើងចេះចាប់ផ្សារក៏ដូចចេះចាប់វិភាគអីចឹងណាអញ្ចឹងអ្វីដែលយើងត្រូវស្គាល់ដំបូងទី1យើងត្រូវស្គាល់ទម្រង់តើផ្សាររាល់ថ្ងៃមានទម្រង់បែបម៉េចវាចេញរូបរាងបែបម៉េចស្អីក៏ដោយគឺមានទម្រង់របស់វាមនុស្សមានធាត់មានស្គមដូចថាទម្រង់វាថាផ្លែអីមួយទម្រង់ដូចថាផ្លែតឡាយទម្រង់រាងមូលហើយវែងផ្លែល្ពៅទម្រង់រាងមូលរាងកប៉ែតចឹងទៅអញ្ចឹងអាហ្នឹងហើយគឺទម្រង់របស់វាអញ្ចឹងផ្សារក៏ដូចគ្នាផ្សារវាមានទម្រង់របស់វាអាចរូបរាងបែបម៉េចវាអាចរូបរាងបែបចេះអាហ្នឹងគឺទម្រង់របស់វាអញ្ចឹងថ្ងៃនេះបងមកបង្ហាញថាផ្សារមានអីខ្លះទម្រង់របស់វាណាអញ្ចឹងជាក់ស្ដែងផ្សារមាន3ទម្រង់ចាំណាផ្សារមាន3ទម្រង់ផ្សារមាន3ទម្រង់តោះណាត់3អឺ3ទម្រង់ផ្សារមាន3ទម្រង់ចឹងទៅឥឡូវបងសរសេរលេខ3ឲ្យពិបាកអូខេដាក់នេះធំតិចមកស្រួលមើល3ទម្រង់ផ្សារសួរថា3ទម្រង់ហ្នឹងមានអីគេខ្លះ3ទម្រង់ហ្នឹងទី1ផ្សារមានទម្រង់ sideways ដែលអ្នកនរគ្នាធ្លាប់ឮអី sideways អាហ្នឹងទម្រង់ទី1ទម្រង់ទី2 up trend up trend up trend អូខេទម្រង់ទី3 down trend down trend អូខេអញ្ចឹងតោះណាអញ្ចឹងតើតង់ជាមួយនឹងផ្សាររាល់ថ្ងៃនេះផ្សាររាល់ថ្ងៃដែលយើងមើលវាយើងវិភាគរាល់ថ្ងៃយើង trend រាល់ថ្ងៃ buy sell នេះផ្សារវាមាន3ទម្រង់ហ្នឹងផ្សាររបស់វាមាន3ទម្រង់ត្រូវចាំមាន3ទម្រង់ហ្នឹងតោះនេះតែនេះជាទម្រង់របស់ផ្សារត្រូវចាំណាគីឡូមានឱកាសបងឲ្យប្រឡងសួរអញ្ចឹងព្រោះឥឡូវបងធ្វើមានទៀតច្រើនអញ្ចឹង3ទម្រង់មានអីគេខ្លះ sideways ទី1 up trend និង down trend អានេះជាទម្រង់របស់ផ្សារអញ្ចឹងបើចង់ដឹងថាតើទម្រង់ sideways វាមានទម្រង់បែបម៉េចហើយយើង buy sell នៅកន្លែងណាហើយទម្រង់ up trend មានរូបរាងបែបម៉េច down trend មើលមានរូបរាងបែបម៉េចបងនឹងបរៀននៅវីដេអូបន្ទាប់ឥឡូវបងសូមបញ្ចប់មេរៀនត្រឹមហ្នឹងសិនឲ្យអ្នកទាំងអស់គ្នាយល់សិនកុំឲ្យវីដេអូនោះវាវែងពេកអញ្ចឹងតោះណា3ទម្រង់ហ្នឹងត្រូវចាំអូខេ